ចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំមួយម៉ែសម្រាប់លោកអ្នកដែលកើតឆ្នាំមួយម៉ែនៅក្នុងសប្តាហ៍នេះឃើញថាលោកអ្នកអាចមានការរវល់ជាមួយនឹងរឿងមិត្តភ័ក្តិច្រើនអាចថាអាសាមានកម្មវិធីអាសាត្រូវគេអញ្ជើញចូលរួមជាពិសេសអាចថាមិត្តភ័ក្តិយើងចេះតែបបួលទៅដើរលេងទៅកំសាន្តអីផ្សេងៗណានិយាយទៅចំណាយលុយកាក់ទៅលើរឿងដំណើរកំសាន្តឬវិធីជប់លៀងច្រើនតិចនៅក្នុងសប្តាហ៍នេះចាហើយបើពាក់ព័ន្ធនឹងរឿងលុយកាក់ឃើញថាលោកអ្នកមិនមែនថាមិនកង្វល់ទេប៉ុន្តែដោយសារយើងអត់សប្បាយចិត្តក៏ព្យាយាមគេហៅថាទៅលំហែដើម្បីឲ្យវាបាត់ពិបាកចិត្តបាត់ stress អីចឹងណាចាហើយសម្រាប់រឿងលុយកាក់ឃើញថាលោកអ្នកអាចមានបញ្ហាចូលមកដែលយើងត្រូវដោះស្រាយមែនប៉ុន្តែក៏វាមិនអាចថាតច្រកដល់យើងដោះស្រាយមិនចេញទេលោកអ្នកទៅអាចមានច្រកចេញសម្រាប់យើងចាសម្រាប់ពាក់ព័ន្ធជាមួយសុខភាពចានៅក្នុងឱកាសនេះលោកអ្នកត្រូវប្រយ័ត្នរឿងសុខភាពអ្នកអាយុតិចជាងក្នុងផ្ទះអាចជាបងប្អូនកូនក្មួយរបស់យើងនឹងផ្ទាល់តែម្ដងណាចាហើយពាក់ព័ន្ធនឹងរឿងការងារលោកអ្នកដែលមានការងារជាប្រចាំនៅក្នុងឱកាសនេះចារឿងការងាររបស់អ្នកឃើញថាលោកអ្នកអាចទទួលបានអាចរ៉ាប់រងបានមិនថាមានឧបសគ្គមានបញ្ហាទេលោកអ្នកអាចនៅតែប្រឈមមុខដោះស្រាយហើយនៅក្នុងឱកាសនេះការងាររបស់លោកអ្នកឃើញថាមានភាពហត់នឿយតិចមែនប៉ុន្តែលោកអ្នកអាចនៅតែជំនះបានអញ្ចឹងដូចយើងត្រៀមខ្លួនរួចរាល់អញ្ចឹងណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងការរកស៊ីឃើញថាវាអាចមានឧបសគ្គតិចដែរសម្រាប់លោកអ្នកណាធ្វើឲ្យយើងមានអារម្មណ៍ថាអត់ចង់ប្រកបមុខរបរនោះបន្តទៀតទេពេលខ្លះយើងចង់ផ្លាស់ប្ដូរចង់ប្រឈប់តំណឹងសិនអីចឹងប៉ុន្តែបើលោកអ្នកអាចថានៅតែជំនះក៏យើងអាចនឹងមានលទ្ធផលត្រឡប់មកវិញចាហើយពាក់ព័ន្ធនឹងរឿងស្នេហាឬក៏ជីវិតគូសម្រាប់នៅក្នុងសប្តាហ៍នេះដែរឃើញថាជីវិតគូរបស់លោកអ្នកយើងអាចមានអារម្មណ៍ថារៀងខ្លួនណាលោកអ្នកធ្វើអីដែលលោកអ្នកចង់ធ្វើដៃគូរបស់យើងធ្វើអីដែលគាត់ចង់ធ្វើចឹងទៅអាចមិនសូវជាបានវាថាមើលថែគ្នាទៅវិញទៅមកទេអាចថាផ្ដល់សេរីភាពឲ្យគ្នាទៅវិញទៅមកហើយឱកាសនេះដែរឃើញថាលោកអ្នកក៏អាចមានការរវល់ជាមួយនឹងរឿងកូនចៅផងដល់ចឹងមិនសូវអាចចាប់អារម្មណ៍ជាមួយនឹងដៃគូរបស់យើងអីចឹងណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងស្នេហារបស់លោកអ្នកដែលនៅទនេចាលោកអ្នកដែលមិនទាន់មានអ្នកណាចានៅក្នុងឱកាសនេះដែរឃើញថាលោកអ្នកអាចនឹងកំពុងមានគេហៅថាក្តីសង្ឃឹមថាអាចនឹងជួបអ្នកណាម្នាក់ឬអាចថានឹងអាចនឹងមានអ្នកចិត្តចូលមកដល់សម្រាប់យើងអីចឹងណាអញ្ចឹងនៅក្នុងឱកាសនេះឬក៏អាចថាសប្តាហ៍នេះលោកអ្នកអាចនៅមិនទាន់ជួបមនុស្សដែលត្រូវចិត្តនៅឡើយទេឬក៏មនុស្សដែលលោកអ្នកកំពុងរងចាំហ្នឹងក៏មិនទាន់អាចត្រឡប់មកវិញដែរចាហើយសម្រាប់រឿងដែលលោកអ្នកគួរប្រុងប្រយ័ត្នបំផុតនៅក្នុងសប្តាហ៍នេះឃើញថាត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយនឹងតំណែងមនុស្សផ្ទុយភេទចានឹងអាចមានគេចូលមកធ្វើល្អនិយាយល្អជាមួយលោកអ្នកប៉ុន្តែត្រូវប្រយ័ត្នគេអាចនឹងកំពុងរកផលប្រយោជន៍អីមួយពីយើងណាចឹងប្រយ័ត្នមែនតើចាហើយចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកគឺអាសាធ្វើបុណ្យជាមួយនឹងការបរិច្ចាគជាសម្លៀកបំពាក់របស់ចាស់ដែលយើងឈប់ប្រើឲ្យតែគេអ្នកខ្វះខាតទៅដើម្បីលើករាសីរបស់យើងហើយពណ៌លើករាសីសម្រាប់លោកអ្នកដែរចាគឺមានពណ៌ស្លឹកឈើចាស់ជាមួយនឹងពណ៌សណាចាហើយសម្រាប់លេខសំណាងរបស់លោកអ្នកដែរចាគឺមានលេខ10គត់និងលេខ100ណាចា